dương để buồn nên miền đồng lầy mình đời xa thay đời xa té kịch bạ để bạt chẳng bẩn nét ăn vô thuốc của mọi buồn chẳng trao chùm rối như miền ca sạc xà sạc khan nốt tờ dẹ tì pram bà rị chạ rị ya nốt tờ dẹ ca bầm ra đọc bà xa nè bà chào để cá dương để buồn đi dương bầm ra mà nụ lâu nè lồng cha tăng gà na tăng lồng cha mà man ong đập bay ong mình quan đầm bay tập bên ngay cua sa đầm bay nè nghe ồ chân bà cô na bà sang đại trên nè bầm ra vọt trên nè đặc nam vọt aram bà cô na dương trên nè bầm ra mà nụ lô thành chân cho phải virus đáp tam rồi chứ cá bạn để bắt bẹt thô rồi bọc sama samput trên mặt cha chân khăn tây cả ọt một nâng về chỉ trâu trà nàyสำหรับลูกครูจาริกาจะมาบอกลูกตาสำใดทำไมคันติทีรัสังกราวคันติตะเปาตะปาสนาวคันติเป็นเลี้ยงวิญญาไตนางเปรียลูกพระดำดอกพิโคสองถ้าคันติจะเครื่องอลังกาจีกำลังนะให้ลงจ้ามันจะตีริเรระบอบมนุษย์กรุบขณีเต้เราจำนองจึงวัดเรานั่งประกอบจะมีโยมคลามมันสบายเจ็ดมันเป็นจันบอกสกนีมดังเท่าใส่เลยนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะញោមប្រងសូមលំអត់លំអោននមស្ការក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធមានព្រះភិក្ខុអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករណាជាម្ចាស់គ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅក្នុងទីនេះជាទីគោរពសក្ការៈដល់ក្រៃលែងបានពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលលោកមានសទ្ធាចូលរួមកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាពិសេសនិងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តថ្នោតកែវបោព្រឹកទាំងអស់ជាទីស្រឡាញ់រាប់អានតាមដែលលោកគ្រូព្រះអង្គខ្សឹបប្រាប់មកថាវិហារនេះអស់ 115000 ចឹងជាសទ្ធាដល់ក្រៃលែងរបស់ពុទ្ធបរិស័ទទាំងអស់ដែលបានលះបង់ដើម្បីនឹងចូលរួមកសាងសមិទ្ធផលតម្កល់ទុកនៅក្នុងព្រះពុទ្ធសាសនាហើយវិហារនេះក្នុងព្រះវិន័យលោកហៅថាឧបោសថាគារជាកន្លែងដែលព្រះភិក្ខុសង្ឃលោកធ្វើកម្មញាតិញោមដូចជាបំពោះដូចជាកឋិនធ្វើឧបោសថអភិនកម្មអ្វីផ្សេងដែលជាកិច្ចរបស់ព្រះភិក្ខុសង្ឃនឹងដែលឈ្មោះដើមរបស់វិហារហ្នឹងលោកហៅថាជារោងឧបោសថព្រះអង្គលោកតាមព្រះវិន័យបញ្ញត្តិភិក្ខុសង្ឃហ្នឹងត្រូវជួបជុំគ្នារៀងរាល់កន្លះខែម្ដងដើម្បីនឹងស្ដាប់នៅព្រះវិន័យថាខ្លួនត្រូវធ្វើអ្វីខ្លះហើយខ្លួននឹងមិនត្រូវធ្វើអ្វីខ្លះអញ្ចឹងវិហារហ្នឹងគឺជារោងឧបោសថញាតិញោមឧបោសថដែលព្រះអង្គលោកធ្វើហ្នឹងហើយប៉ុន្តែនៅក្នុងអារាមរបស់ខ្មែរយើងនេះវិហារនេះគឺជាគេហៅគាត់ធំក៏បានដែរជាកន្លែងដែលភិក្ខុសង្ឃទាំងអស់ពុទ្ធបរិស័ទទាំងអស់ជួបជុំប្រើប្រាស់វាលឹះ
ត្រឹមក្នុងលក្ខខណ្ឌព្រះវិន័យនឹងទៀតប្រើគ្រប់ទីកន្លែងទាំងអស់គ្រប់សពសារពើអ្វីដែលជាការប្រើប្រាស់ជាប្រយោជន៍សម្រាប់វត្តជាប្រយោជន៍សម្រាប់សហគមន៍យើងពុទ្ធសាសនិកជនរបស់យើងគឺគេប្រើទាំងអស់ចឹងវិហារនឹងជាអាគារជាអាគារជារោងដែលមានសារៈសំខាន់នៅក្នុងវត្តខ្មែរនឹងខ្លាំងមែនទែនទីតីផ្សេងពីប្រទេសដទៃអញ្ចឹងវិហារនេះมันងាយធ្វើបានទេញាតិញោមអើយសម័យឥឡូវទៅសើលោកគ្រូចៅរកាហើយទៅប្រហែល3ឆ្នាំហើយ4ឆ្នាំធ្វើហើយកណាសាលាឆាន់កណានៅនោះឯងនៅតនបាននេះផងដល់លោកគ្រូចៅរកានឹងប្រឹងសម្បើមហ្នឹងធ្វើវិហារនេះងាយទេញាតិញោមវាពិបាកហេតុអីក៏ពិបាកតែដោយសារត្រូវសុំលុយសុំកាក់ញោមអញ្ចឹងធំចេះវាអស់បច្ច័យច្រើនហើយពុទ្ធបរិស័ទយើងនឹងក៏មានតិចទៅក៏ជួយតិចទៅមានច្រើនក៏ជួយច្រើនទៅញាតិញោមខ្លះមានទ្រព្យក៏មានទៅខ្លះមានតែសទ្ធាវាអត់ទ្រព្យដល់អញ្ចឹងនឹងចង់ចូលប្រហែលក៏វាទៅវារួចកម្លាំងទ្រព្យវាមានដល់អញ្ចឹងទៅមានតែចូលតាមកម្លាំងសទ្ធាដោយឡែកខ្លះញោមខ្លះគាត់មានកម្លាំងទ្រព្យច្រើនតែសទ្ធាតិចក៏មិនបានច្រើនអញ្ចឹងលោកគ្រូចារិកានឹងត្រូវប្រឹងត្រូវប្រែងសម្បើមណាស់ឥឡូវនេះវិហារធ្វើហើយបច្ចុប្បន្នមាស្អែកខាងស្អែកក៏ចប់ហើយអញ្ចឹងបន្ទាប់ពីហើយកសាងហើយញោមបូជាហើយបនបញ្ចប់បច្ចុប្បន្នមាក៏រួចរាល់សម្ពុទ្ធអ្នកមុខអ្នកការមន្ត្រីរាជការអីទាំងឡាយណាក៏ចប់អស់ឥឡូវសួរថាយើងធ្វើអីទៀតញាតិញោមធ្វើវិហារហើយធ្វើអីទៀតក៏បានដែរប៉ុន្តែកិច្ចអ្វីដែលជាកិច្ចចាំបាច់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាយើងទី1ពុទ្ធបរិស័ទជាទីស្រឡាញ់អស់លោកសប្បុរសទាំងអស់វត្តអារាមដែលអាចតាំងនៅបានគឺអាស្រ័យដោយការបដិបត្តិនៅព្រះធម៌អញ្ចឹងរាល់សំណងធ្វើមានបណ្ណាលោកម្ចាស់ជាបច្ចោអធិការបងមានសមត្ថភាពលទ្ធភាពប្រាប់ញាតិញោមមានកម្លាំងសទ្ធាបណ្ណាក៏ធ្វើជាបន្តញាតិញោមអើយសំណងនេះធ្វើវាមិនអស់ទេធ្វើបន្តិចខូចវាចាស់ទៅជួសជុលអញ្ចឹងធ្វើរហូតដល់លោកគ្រូចៅរិកាផុតទៅនោះក៏នៅតែធ្វើដែរធ្វើរហូតនឹងសំណងវត្តនេះធ្វើវាមិនចប់ទេបើវាមិនខូចក៏វាចាស់ដែរតែវាចាស់វាខូចធ្វើតប៉ុន្តែសម្រាប់ក្រៅពីសំណងអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវបដិបត្តិគឺធម៌គឺធម្មៈគឺព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះទើបជាឈ្មោះថាជាបដិបទាដែលពុទ្ធបរិស័ទនិងព្រះភិក្ខុសង្ឃនឹងត្រូវតែប្រកាន់យកហើយវត្តនេះមិនថាវត្តថ្នោតមិនថាវត្តអូណាឡោមមិនថាវត្តណាទេបើអត់ធម៌ហើយវត្តនោះមិនជាទីជំរកនៃពុទ្ធបរិស័ទឡើយពីព្រោះទីនោះមិនអាចនឹងផ្ដល់មិនអាចនឹងជូននៅធម្មរស់គឺរស់របស់ព្រះធម៌ជូនដល់ពុទ្ធបរិស័ទទេអញ្ចឹងពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងស្ដេចទ្រង់ឲ្យពុទ្ធបរិស័ទនោះបដិបត្តិធម៌ជាមួយនឹងព្រះភិក្ខុសង្ឃបរិស័ទហ្នឹងបរិស័ទជាភិក្ខុក្តីជាសាមណេរក្តីជាឧបាសកក្តីជាឧបាសិកាក្តីត្រូវបដិបត្តិធម៌មិនតែការបដិបត្តិធម៌ទេទើបនាំមកនៅសេចក្តីសុខនាំមកនៅការធូរស្បើយនៃផ្លូវចិត្តកាត់បន្ថយនៅវិបត្តិនៅក្នុងដួងចិត្តនេះដែលវាញោមញីដោយលោកធម៌ផងវាញោមញីដោយការឈ្នាននេះរបស់បុគ្គលដតីមកលើ
រូបយើងផងវិញ្ញាណញីដោយស្ថានភាពសង្គមរបស់ពិភពលោកនឹងវាប្រែប្រួលផងវិញ្ញាណញីដោយសេដ្ឋកិច្ចវិញ្ញាណញីដោយជីវិតឯកជនប្តីប្រពន្ធកូនចៅប្រុសស្រីញាតិផលពងអីទាំងអស់នោះអវ័យគ្រប់យ៉ាងដែលជាអកុសលអវ័យគ្រប់យ៉ាងដែលជាអវិជ្ជមានដែលកើតឡើងនៅក្នុងជីវិតហ្នឹងអាចកាត់បន្ថយសាបរលាបទៅបានអាស្រ័យដោយសារការបដិបត្តិបត្តិធម៌អញ្ចឹងណាញាតិញោមសម្រាប់ពួកយើងអ្នកកាន់ពុទ្ធសាសនានេះត្រូវតែមានធម៌ជាទីបដិបត្តិជាបដិបទាជាផ្លូវធម្មោហវេរកតិធម្មចារីមនាលអ្នកទាំងឡាយអ្នកដែលរក្សានៅធម៌អ្នកដែលបដិបត្តិនៅធម៌តែងតែបានមកវិញនៅការរក្សាដោយព្រះធម៌មានន័យថាម៉េចព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់សម្ដែងថាបើសិនជាបុគ្គលណាលោកបដិបត្តិធម៌នឹងនឹងជួយរក្សាអភិរក្សភិបាលរក្សារបស់ចំពោះបុគ្គលអ្នកបដិបត្តិនោះអញ្ចឹងព្រះករណាជាម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទមានតែការបដិបត្តិធម៌ទេទើបអាចនាំសេចក្តីសុខដល់ពុទ្ធបរិស័ទបាននៅក្នុងបិដកលេខ6ព្រះសម្មាសម្ពុទ្ធជាម្ចាស់សម្ដែងអំពីធម្មជាតិដ៏ប្រសើរដែលពុទ្ធបរិស័ទអាចបដិបត្តិទៅវានាំនៅភាពប្រសើរនាំនៅភាពល្អសេចក្តីសុខកើតឡើងនៅក្នុងជីវិតព្រះអង្គលោកត្រាស់សម្ដែងណាញាតិញោមណាចឹងតាំងចិត្តស្ដាប់ទាំងអស់គ្នាទៅមើលទី1ទស្សនានុត្តរិយៈការឃើញដ៏ប្រសើរអ្វីជាការឃើញដ៏ប្រសើរមនាលអ្នកទាំងឡាយតថាគតហៅថាការឃើញដ៏ប្រសើរនេះជាសភាវៈដ៏ល្អដែលជាទីគប់រោគដែលជាទីប្រាថ្នានៃពួកជនទាំងឡាយនៅក្នុងលោកនេះអ្វីជាការឃើញដ៏ប្រសើរការឃើញដ៏ប្រសើរនេះអស់លោកសពបរោះទាំងអស់អញ្ជើញមកនេះកាលដែលមកបំពេញកុសលមកឃើញនៅរឿងកុសលជាច្រើនការឃើញអ្វីដែលមិននាំមកនៅអកុសលនេះឈ្មោះថាជាការឃើញដ៏ប្រសើរឃើញក្នុងន័យធម្មតាបណ្ណៃឲ្យជ្រៅឃើញទៀតថាជីវិតនេះវាមិនទៀងវាប្រែប្រួលចិត្តរបស់មនុស្សក៏ប្រែប្រួលដែរអញ្ចឹងការឃើញនៅសភាវៈពិតនៃធម្មជាតិឈ្មោះថាជាការឃើញដ៏ប្រសើរទទួលស្គាល់អញ្ចឹងញាតិញោមអញ្ចឹងសម្រាប់ពួកយើងអ្នកកាន់ពុទ្ធសាសនាត្រូវមានបញ្ញានោះរៀនបដិបត្តិភ្លាមអញ្ចឹងញាតិញោមពួកយើងនេះអត់មានបដិបត្តិធម៌សម្រាប់ត្រៀមខ្លួនទៅនៅឋានសួគ៌ទេរឿងឋានសួគ៌នឹងចាំស្លាប់ទៅទីជន់ទីប្រមាណក៏ទៅប៉ុន្តែរឿងពិតនៅទីនេះឥឡូវនេះឥទ្ធិឋានេទីនេះឥឡូវនេះមានន័យថាបើចិត្តវាមួមកសួរខ្លួនឯងថាវាកើតរឿងអីវាកើតរឿងអីបានមួមកទេចុះមកភូមិអ្នកណាក៏មិនស្អប់ដែរស្អប់តតានឹងមួយរំងដើរកាត់មុខមិនបានសួរខ្លួនឯងញញឹមណាមានសតិថាទេចុះតាសុកហ្នឹងក៏មិនដឹងធ្វើអីអញសោះចុះអញហ្នឹងក៏មិនចូលចិត្តតាហ្នឹងតើសោះឲ្យតានោះមិនដឹងខ្លួនទេអត់ដឹងថាយាយនៅចិត្តទៀតស្អប់ទេស្អប់គ្មានហេតុប៉ុន្តែក្នុងធម៌លោកថាវាមានធម្មជាតិមនុស្សនេះមិនសមរឿងមកក្នុងសង្សារវដ្តវាយូរអញ្ចឹងញាតិញោមជួនកាលហ្នឹងយើងមិនពេញចិត្តអ្នកដតីមិនមែនដោយសារអ្នកដតីហ្នឹងធ្វើអាក្រក់អីចំពោះយើងទេមិនមានទេគ្រាន់តែឃើញមុខម្នាក់ហ្នឹងថាគ្មាននិស័យតែម្ដងមានទេញោមធ្លាប់ទេហ្នឹងហើយជួនកាលស្អប់ទាំងញាតិខ្លួនឯងទៀតទៅញាតិមកតកូលហ្នឹងចូលចិត្តទាំងអស់មិនចូលចិត្តអាចដូនមួយនឹងរមងហ្នឹងហេតុអីដោយសារតែមនុស្សវាធ្លាប់សំពីមកជាមួយគ្នាអញ្ចឹងបើសិនជាវាមានរឿងអញ្ចឹងឆាប់យកព្រះធម៌ហ្នឹងរលឹកថាហេតុអីបានមិនចូលចិត្តគាត់ហ្នឹងគាត់អត់ដែរធ្វើអីយើងសោះមិនបានមិនចូលចិត្តអញ្ចឹងត្រូវយកធម៌ទៅបដិបត្តិក្នុងទីហ្នឹងទីនោះចំណុចនោះហើយទៅដែលត្រូវការព្រះធម៌ដើម្បីជួយស្រោចស្រង់ចិត្តហ្នឹងកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃការច្រណែនឈ្នាននេះឬក៏បដិខៈថ្នាក់ណាមួយនេះឯងជាសារៈសំខាន់នៃការបដិបត្តិធម៌
chẳng hạn nhân giống tivi sa vân an nốt trai dẹ xâm ra bút thọ bò để sát đại chiến nè bạn đi bắt thua phải trăm ngày nè nhân nhôm nhân nhôm na đạp thò là ngày cắt và thôi ca đạp gì đam nè đây đạp thò trànแต่สดับเรื่องไอ้จานจุ๊อันนั้นอ่ะรอเลยนะประเด็นหลกท้าเอาเรียนสดับต่อรอที่ใบเลียบเพียนนตรายะกาบานมอกดอประสาในโลกสมดาวโยก่อห้องนั่งยันโยมปดบอสัตโลกเอาสไวโรตรอบโดยประสาประกอบโดยกุศลประกอบโดยสุจริตกรมเฟื่อไว้ดำใบบานตรอบนำมาเนี่ยดตีขดาวก็ให้เนี่ยคลาเมียนเหม็นเป็นได้ยังเนี่ยดตีขดาวก็ให้โดยสาตรอบล้วนลงเองจังลูกค้าเตารัวตรอบนั่งบานได้หล่อบาสันยอนยินยมเนี่ยโบเจียเตวัดในวิเฮียนนี่มันไอการลังบานเลยนี่เจ้าคนบำนาญเราบอกบริษัทยืนจังให้ยมเฟื่อให้มันยมเรือเตเรือมุ่งมาได้ขนมวิเฮียนนี่นะเมียนเต้แต่กัดเสมาสังเคสะเตเมทไฟอยู่พวกสองตุกดะยมกันนะอยู่มองมาดองได้อัดเมียนเด้พระองค์พระเจ้าดิกาสอไปเฮียนั่งพอกันนะอัดเมียนเด้อาจารย์ดัชมุ่งตีตัวบนองเด้จังไฟพระองค์ให้นกเปได้พระองค์นกเปได้โยมว่าพระองค์เมียนตุกพระองค์ตระจ่าเจยังปีวัดตัวโจยจูโยมวิ่งนะได้หอยเต้าก็ตัวสูงเลยโยมมามีเรื่องไออย่างไม่อย่างมาเต้าสกตกไอต่างอ่อนหนึ่งนี่เชียร์กิจปะในบ้านเราบ่พุทธบริษัทขมายยืงตั้งปีโบราณน่าจะเมาที่บุญสักขานุตระยะการศึกษาดอกภาษาการศึกษาดอกภาษานี้ประกาศนาประสังแต่เมียนดอกนองวัดส้มบองผมบูหายเป็นจุนตัวเรียนเดี๋ยวนะเอาตัวเรียนเมียนแต่การศึกษาเรียนโซนมูนิเตตัวอายเอาไปสั่งยังเมียนลำไหลเคยเด้ลงจากเคยเด้พระองค์คลาให้ประกูนาพระเจ้าติการจังได้เตียนตามวัดบ่มบัวนั่งโยมาบรรดาสั้นเดี๋ยวนะเอาใจทอยุลทอไอ้สั้นก็มาไอ้ลังอีลางมาถวายกรมลูกครูเจ้าติการสมบัวอาทิตย์กล่าวบุบัติการสร้างพนุนนี้นะเราจะประหยัดลูกครูเจ้าติกาก็เอาคืนแต่ก็หอมจะจับเปียอดบานได้โทษศาสนายืงเนี่ยบัวนี่เมียนน้ำไหลเมียนโดยซาไทยโดยสาแต่กิจปะโดยบัตรจังบัดเนี่ยอัดโยทั่วก็มาบัวจังตระจุมรุ่งเมียนการศึกษาสักขานุตระยะติปรามปาริจริยานุตระยะกาบำราดอกภาษาแน่พระเจ้าเด็กกายืงเนี่ยบัวนี่ยืงบำรามนุษย์โลกนั่นในลงจ้าตั้งกันนาตั้งลงจ้าลงจ้าประมาณอ่องดับใบอ่องขมิ้นวัดดับใบแต่เป็นยังไงครูสาดับใบเนี่ยยังไงจังปะโกนาประสังได้เจนเนี่ยบำราวัดเจนเนี่ยดักนำวัดอารามปะโกนายืงเจนเนี่ยบำรามนุษย์โลกทางจังจ้อให้ไปรัวสดับตามระยะกาปฏิบัติประโทระบบประสมาสัมพุทธเจ้าจังคันไตกาอัดหมดนึงไปจิตเราจานายสำหรับลูกครูจาริกาจะมาบอกลูกตาสำใดทำไมคันติทีรัสังกราวคันติตะเปาตะปัสนาวคันติเป็นเลี้ยงวิญญาไตนางเปรียลูกพระดำดอกพิโคสองถ้าคันติจะเครื่องอลังกาจีกำลังนะให้ลงจ้ามันจะตีริเรระบอบมนุษย์กรุบคเนเตเราจำนองจึงวัดเรานั่งประกอบจะมีโยมคลามมันสบายเจ็ดมันเป็นจันบางสกนีมดังเท่าใส่เลยเคยเธอตะปดเจ้าลายนั่งให้ประกอบจะมีโยมเท้าลงจากสกนีนั่งรอนะจังไม่อันแต่โยกเรื่องอลางกาคือขันไตนั่งมากรุบดำไม่ลงจากตรอมบานมันอยู่บนนั้นนะจ๊ะนะนั่งไงนาตรอมบานจำปรับกนาพองตีประมวยอนุสตานุตระยะการุมลึกกุลดอกภาษาขนมในประกาศนาเจมจ้าหลับรู้จาติกายมกนาจานตะเตทัว
ចេះតែចង់ឲ្យបរិស័ទយើងនិងប្រសង់យើងមានភាពជិតស្និទ្ធជាមួយគ្នាកុំឲ្យវត្តដាច់ដោយពីភូមិកុំឲ្យភូមិដាច់ដោយពីវត្តដែលយើងអាចប្រឈមមុខនឹងរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដ៏ច្រើនក៏អាស្រ័យដោយប្រសង់ហើយនឹងឧបាសកឧបាសិការបស់យើងនឹងលោកជិតស្និទ្ធនឹងគ្នាចិត្តស្និទ្ធនេះណាស់ភូមិហើយនឹងវត្តនឹងវាតែមួយកុំឲ្យញោមទៅផ្សេងវត្តទៅផ្សេងបកករណាជាម្ចាស់នៅក្នុងការរលឹកគុណដ៏ប្រសើរនេះពុទ្ធបរិស័ទចាស់ចាស់នេះដែលលោកបានលះបង់ច្រើនហើយសម្រាប់សាសនាសម្រាប់វត្តអញ្ចឹងលោកគ្រូចៅតការំពៃមើលទៅញោមណាតាណាដែលមានបច្ចុប្បន្នច្រើននឹងកុំបំភ្លេចគាត់ពេលគាត់ឈឺគាត់អីនឹងលោកម្ចាស់ទៅរំលឹកគាត់ទៅណាជួនកាលខំជួយវត្តតាំងពី79មកតាំងពីអាយុ40ឥឡូវអាយុ90ហើយ50ឆ្នាំហើយក៏ចូលវត្តនឹងពេលឈឺអត់មានអ្នកណាទៅឲ្យទៅស្ងោកទេឈឺដេកផ្ទះនៅលើក្រេនឹងកំសត់យ៉ាងកំសត់ម្នាក់ឯងលោកក៏មិនឃើញទៅអាចារ្យក៏មិនឃើញទៅបានមិត្តភក្តិចាស់ចាស់ដែលសល់ពីងាប់នឹងប្រហែលអ្នកគ្រាន់តែចាប់ដៃរួនបន្តិចមិនអើយតាអើយណែអត់ទេណាបកូនណាព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏អញ្ចឹងដែរទេឃើញទេពេលដែលភិក្ខុគិរីមាននុននឹងពេលដែលភិក្ខុនឹងលោកឈឺព្រះលោកចូលទៅលាងដំបៅព្រោះពេលហ្នឹងភិក្ខុហ្នឹងលោកឈឺអីចឹងភិក្ខុដតីរត់ចោលអស់ទៅឆ្អាបវាឆ្អេះវាស្អុយតែចឹងព្រះលោកស្ដេចលោកយាងទៅលោកលាងដំបៅឲ្យភិក្ខុហ្នឹងចិត្តរបស់ពុទ្ធជនដល់ពេលដែលឃើញព្រះសម្មាសម្ពុទ្ធស្ដេចលោកយាងមកបំរើខ្លួនមកជួយខ្លួនចឹងវារំភើបញោមវាដូចថាវារស់ម្ដងទៀតអញ្ចឹងជាកម្លាំងចិត្តអញ្ចឹងយ៉ាងណាមិញកុំឲ្យពុទ្ធបរិស័ទដែលបានលះបង់ពេញមួយជីវិតហើយស្លាប់ឬក៏ឈឺដោយកំសត់ឯកោតែម្នាក់ឯងអញ្ចឹងណាបកូនណាត្រូវមានកម្មវិធីអីចូលទៅជួយញោមយើងណាអញ្ចឹងដោយអំណាចដោយសទ្ធាដ៏ជ្រះថ្លារបស់បរិស័ទយើងដែលបានលះបង់ចំពោះវត្តហើយវត្តត្រូវធ្វើអ្វីមួយយ៉ាងកុំឲ្យពុទ្ធបរិស័ទរបស់យើងនឹងមានភាពឯកោនៅពេលដែលគាត់អសមត្ថភាពទាំងផ្លូវកាយទាំងត្រប់អញ្ចឹងចូលឲ្យបកូនណាញោមយើងបើលោកគ្រូចៅតកាពេលឈឺទៅឯលទៅប៉ះសួរមិនអើយញោមអើយព្រះអង្គឲ្យវិញចេះចុះប៉ុណ្ណឹងក៏វាធូរដែរញោមណាកុំឲ្យឃើញមុខញោមពេលតង្គៀសបច្ច័យដល់ចោលបនអត់ស្គាល់អត់ទេណាបកូនណាមានតែវិធីអញ្ចឹងទេទើបថាទ្រព្យរបស់បរិស័ទដែលបូជាចំពោះវត្តវានឹងបានជាប្រយោជន៍ពីព្រោះអ្នកនៅក្នុងវត្តនេះប្រសង់ដែលជាអ្នកដឹកនាំវត្តនេះនឹងប្រើប្រាស់ទ្រព្យទាំងអស់ហ្នឹងคล้ายទៅជាប្រយោជន៍នាំទៅកាន់បរិស័ទវិញនាំទាំងធម៌នាំទាំងសង្គមកិច្ចនេះជាអ្វីដែលដូនតារបស់យើងបានធ្វើកន្លងមកសូមអនុមោទនាព្រះករណាជាម្ចាស់ប្រសង់គ្រប់ព្រះអង្គណែវិហារនឹងស្អាតណាស់ណាបកូនណាយើងកាត់សមាហើយប្រើវអស់សាច់ប្រើទៅញាតិញោមអ្នកភូមិចឹងដែរត្រូវការប្រជុំធម៌អាសិក្ខាវិន័យឬត្រូវការធ្វើអីក្នុងភូមិប្រើប្រាស់ជួបជុំអីយើងប្រើទៅព្រះករណាជាម្ចាស់គិរូបផននេះប្រើដោយប្រុងប្រយ័ត្នជាទីបំផុតប្រៀបបានដូចជាគេលើកបុគ្គលនឹងទៅតម្កល់នៅលើឋានសួគ៌តែបើភិក្ខុសង្ឃប្រើគិរូបផននេះមិនប្រកបដោយយកចិត្តទុកដាក់ទេប្រៀបបានដូចគេធាក់ទម្លាក់ទៅក្នុងឋាននរកមានន័យថាម៉េចមានន័យថាប្រើអត់យកចិត្តទុកដាក់ញាតិញោមបញ្ចុះសមាហើយបានតែ3ខែញោមម្ចាស់ទៀននៅទីក្រុងភ្នំពេញឬនៅកណាក្ដីឯងនឹកវិហារវត្តថ្នោតដល់ហើយជិះឡានមកអត់ប្រាប់លោកគ្រូចៅរការទេសុំមើលវិហារតិចមិននឹកការបញ្ចុះសមានោះសប្បាយដល់ហើយជួបញោមមកញោមមីឯណាមេឃុំមេស្រុកឯណាដល់តែបើកទ្វារមកនោះសិតតែអាចព្រៀបហើយអីឆ្កែដេកឲ្យល្ងោកអត់ទេត្រូវតែស្អាតភិក្ខុសាមណេរនៅក្នុងវត្តត្រូវតែបោកសម្អាត
ในเปรียบวิเฮียวัดอารามนี่จังลูกครูเจ้าตะกาครูปองសូមប្រកាសណាយកចិត្តទុកដាក់កន្លែងតំណឹងណាបកូនណាកុំឲ្យវត្តយើងមានពាក្យមួយទាំងងាប់ហើយរៀបចំផ្ទះនេះយូរដូចវត្តលោកហើយគេថាអញ្ចេះមិនដឹងជាបន្ទុកទឹកនៅណាមិនដឹងកន្លែងណាទទួលភ្ញៀវមិនដឹងកន្លែងណាលោកសឹងមិនដឹងកន្លែងណាព្រះបដិមាអញ្ចឹងត្រូវរៀនអញ្ចឹងជាចុងក្រោយសូមប្រសិទ្ធពរជ័យមហាប្រសើរប្រកេនលោកគ្រូចាតកាព្រះគ្រូវិជ្ជារតនវង្សសូមព្រះអង្គគង់នៅជាសុខក្នុងភ្នោះបានជាមលោកដ៏ត្រជាក់របស់បរិស័ទមួយលើវិញក៏សូមជូនបន់ជូនកុសលចំពោះញោមម្ចាស់ទានទាំងអស់ញោមណាញោមបានបូជាហើយដោយប្រពៃចំពោះព្រះរតនត្រ័យហេតុដូច្នេះហើយកុំជាប់ជំពាក់នឹងវិហារនឹងទៀតញោមណាតែវេហើយចប់ហើយកុំមកវិហារកណ្ដាលទេទៅសកណ្ដាលទេកុំអីញោមណាបូជាហើយក៏ដាច់ស្រឡះទៅនៅលោកគ្រូមកនេះយកធ្វើអីក៏យកទៅណាទុកដាក់សុំបុណ្យកុសលទាំងឡាយដែលកើតអំពីការសាងការថ្វាយសេនាសនៈទានចំពោះបរតនត្រ័យនេះសូមពុទ្ធបរិស័ទទាំងអស់បានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីក្លៀងក្រឹតឡើយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង